បូកនៅថ្លើមឬក៏ថ្លើមយើងមានខ្ទុះនៅខាងក្នុងហ្នឹងវាមានសញ្ញាដូចតទៅបងប្អូនបាទទី1គឺគាត់មានអាការៈក្តៅខ្លួន38 39 40អញ្ចឹងតែបងប្អូនគាត់ក្តៅលេបថ្នាំបានធូរតិចតួចទី2គេមានបញ្ហាឈឺនៅផ្នែកខាងលើខាងស្ដាំពោះហើយទី3គាត់មានបញ្ហាអស់កម្លាំងរហ័សរហ័យហើយទី4អាចគីឡូគាត់ចុះដោយសារគាត់ឈឺឬក៏ហូបមិនបានអីហូរហាយអញ្ចឹងទៅបងប្អូនបាទដូច្នេះនៅពេលដែលបងប្អូនមានបញ្ហាក្តៅខ្លួនឈឺនៅផ្នែកខាងស្នាមខាងលើពោះហើយបងប្អូនគីឡូចុះអស់កម្លាំងបងប្អូនមកពេទ្យដើម្បីពិនិត្យមើលអេកូនៅពេលដែលគ្រូពេទ្យគេមើលអេកូទៅបើឃើញអាហ្នឹងជាសញ្ញាដែលបញ្ជាក់ថាយើងមានបូថ្លើមហើយក្នុងករណីអេកូអត់ច្បាស់យើងអាចធ្វើ scan បន្តទៀតបងប្អូនបាទសូមអរគុណសូមជម្រាបលាបងប្អូន